បងបរោះណាខ្លះដែលកំពុងមានរោគសញ្ញានៃការនោមក្តៅនោមកាហាយនោមតឹងនោមអត់អស់មានការហូរខ្ទុះចេញពីពហុនោមបែបជារាងខាប់ឬក៏លីកកឈាមមានការឈឺពើតអួលណែនខ្លាំងតែម្ដងពើតនៅបរិវេណពងស្វាពើតនៅបរិវេណនៃចុងពហុនោមឈឺក្តៅកាហាយតែម្ដងចាប់ផ្ដើមមានអាការៈក្តៅខ្លួនស្ទេញអស់កម្លាំងល្វើយលហិតលហៃធីងធងឧស្សាហ៍ឈឺក្បាលជាប្រចាំដៅហួលក្នុងក្របភ្នែកចាប់ផ្ដើមឈឺចុករយតាមសន្លាក់ឆ្កងចង្កេះឆ្អឹងខ្នងបោះដៃផុតរោគសញ្ញានេះបើសិនជាករណីបងមានដៃគូច្រើនទៀតគឺចូលទៅលើរោគសញ្ញាកើតមានប្រមេះទឹកបាយតែម្ដងប្រមេះទឹកបាយគឺជាជំងឺកាមរោគម្យ៉ាងដែលមានការឆ្លងរោគតាមរយៈការរួមភេទការមានដៃគូប៉ះពាលទឹករំអិលប៉ះពាលទឹកកាមអញ្ចឹងការដែលបងប្អូនកកើតមានទៅលើបញ្ហានេះបងប្អូនធ្វើទុកតែមួយថ្ងៃពីរថ្ងៃតែឈឺពិបាកក្នុងការទ្រាំខ្លាំងមែនទែនអញ្ចឹងបើសិនជាមានអាការៈនេះបងប្អូនបន្តទុកកាន់តែយូរងាយក្នុងការប្រឈមទៅលើបញ្ហាជាច្រើនដូចជាងាយក្នុងការឆ្លងពាក់ព័ន្ធទៅលើបញ្ហាដូចជាកើតមានទៅលើជំងឺសិកមាន់កើតមានតាក់ទងទៅលើបញ្ហាស្វាយចាំងាយក្នុងការឆ្លងស្វាយងាយក្នុងការឆ្លងសេមាន់ក៏ងាយក្នុងការឆ្លងទៅលើពពួកមេរោគធំដូចជា HIV ជាដើមហើយបើសិនជាករណីបងប្អូនបន្តទុកការរលាកការក្តៅការកាហាយពិបាកក្នុងការនោមហ្នឹងអាលាកនៅបរិវេណកពេញប្រូស្តាតបងប្អូនទៀតអាលាកផ្លូវនោមមានការឡើងដំបៅឡើងក្រហមឡើងរលាកនៅបរិវេណចុងបណ្ដាភេទអញ្ចឹងសម្រាប់ទៅលើបងបរោះដែលកំពុងមានទៅលើបញ្ហានេះដែលតែងតែស្វែងរកជាដំណោះស្រាយម្ដងជាពីរដងតែបានផលបានតែមួយអន់បានតែមួយធូរមែនទេបងប្អូនអាចសាកប្រើប្រាស់តាក់ទងជាមួយនឹងផលិតផលល្អមួយយ៉ាងដែលមានឈ្មោះថា Fimi គឺជាផលិតផលធម្មជាតិបងប្អូនអាចសាកប្រើប្រាស់ជាមួយនឹងផលិតផលធម្មជាតិ Fimi នេះបាន Fimi នេះគឺល្អខ្លាំងមែនទែនដែលវាមានតួនាទីក្នុងការជួយទៅសម្លាប់ពពួកមេរោគពីខាងក្នុងនៃគ្រាប់ឈាមឆ្លើយតបតាក់ទងទៅលើបញ្ហាដែលបងប្អូនកកើតមានទៅលើការនោមក្តៅនោមកាហាយតងទៅលើបញ្ហាប្រមេះនេះគឺល្អមានប្រសិទ្ធភាពខ្លាំងមែនទែនចង់បានដំណោះស្រាយបងប្អូនអាចតាក់ទងជាមួយនឹងអ្នកគ្រូផ្ទាល់បានបងប្អូនអាចតំណមកអ្នកគ្រូអាចឆាតចូលក្នុង Telegram ក៏បានឬក៏អាច call ក្នុងលេខនៅក្នុងវីដេអូនេះក៏បានដែរនាងខ្ញុំសុយពៅអរគុណបងប្អូនទាំងអស់គ្នា